បាទសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់គ្នាបាទដែលតែងតែនិយមតាមដានដូចជា fan របស់ channel knowledge របស់ smartphone ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបសារ៉េកាភ្លើងសារ៉េ game នៅក្នុង game GTA San Andreas នេះកម្មវិធីមួយនេះវីដេអូមុនខ្ញុំបានធ្វើពីរបៀប download កម្មវិធីទាំងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបានមើលវីដេអូពីមុនហើយបាទអញ្ចឹងបើសិនជាចង់បាន download game នេះយកមកលេងហើយអត់ដឹងពីរបៀបសារ៉េកាភ្លើងសារ៉េឈាមសារ៉េមិនកុំឲ្យប៉លីសផ្កាយ4ផ្កាយ5កុំឲ្យមានអញ្ចឹងមកមើលវីដេអូនេះទាំងអស់គ្នាបាទយើងក៏ត្រូវកម្មវិធីស្គាល់កម្មវិធីដែរគឺកម្មវិធីមួយនេះ GTA San Andreas នេះណាយើងចូលមកកាន់Play Store GTA San Andreas ទៅដល់ពេលយើងសរសេរពាក្យហ្នឹងទៅយើងអាច download យកមកលេងបានណានេះពីមុនណាកន្លែងហ្នឹងគេគិតលុយណានេះកន្លែងនេះកម្មវិធីហ្នឹងគឺគេគិតលុយណាអញ្ចឹងឥឡូវវាប្រហែលជាមិនគិតលុយទេអញ្ចឹងយើងអាច download យកមកប្រើប្រាស់បានណាអូខេអញ្ចឹងសួរថារបៀបធ្វើគឺធ្វើមិនអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែទៅបើក game មួយសិនបើក game យកមកលេងសិនណាឥឡូវយើងមើលអស់គ្នាយើងបើក game លេងមកឥឡូវយើងចូលហើយខ្ញុំសូមជ្រើសយក game ថ្មីតែម្ដងទៅបាទនេះ game ថ្មីគឺដាក់ new game ណាខ្ញុំសូមធ្វើ game ថ្មីតែម្ដងបាទឥឡូវខ្ញុំសូមលេងឲ្យមើលបន្តិចណាអូខេឥឡូវខ្ញុំសូមលេងមើលឲ្យមើលបន្តិចបាទកង់ទៅឥឡូវយើងទៅកាន់ផ្ទះសិនផ្ទះយើងបាទឥឡូវយើងទៅកាន់ផ្ទះយើងទិញផ្ទះទិញអីសិនបាទគេឡើងទិញនេះអូយអត់មានលុយទៀតអូខេឥឡូវមើលខ្ញុំសុំសារ៉េបន្តិចគឺយើងចូលកន្លែងនេះបណ្ដោយទៅវានេះវារៀងយូរខ្លាចអ្នកនរគ្នាមិនយល់ណាចូលឡើង load game បែបតែម្ដងទៅអូខេនេះ game នេះខ្ញុំ save អ្នកទាំងអស់គ្នាត្រូវការមានលុយទិញផ្ទះណាខ្ញុំឧទាហរណ៍ឲ្យគឺយើងត្រូវមានផ្ទះរបស់យើងបន្ទាប់មកយើងត្រូវចូលទៅកន្លែង sale នេះឥឡូវខ្ញុំចូលមើលសាថ្មីណានេះគឺខ្ញុំចង់បញ្ជាក់ប្រាប់តិចឥឡូវធ្វើតាមដូចខ្ញុំប្រាប់ទៅយើងចូលទៅកន្លែង sale នេះសិនបាទនេះចូលទៅកន្លែង sale ហ្នឹងណាយើង sale កន្លែងនេះហើយយើង sale ណាអូខេចំណាំណាយើងត្រូវការ sale ចឹងហើយនៅពេលដែលយើង sale ចឹងហើយយើងចុចចេញមកវិញមកយើងត្រូវចាំយើង sale កន្លែងទីម៉ានខ្ញុំ sale កន្លែងទី1ណាឥឡូវយើងបើកកម្មវិធីដើម្បីធ្វើការសារ៉េនេះគឺពី skip ហើយណាបាទបន្ទាប់មកយើងត្រូវយកកន្លែងដែលយើង sale មកយើង sale ជាន់ជួរទីម៉ានណាយើងយក sale ទីម៉ានយើងចុចមកខ្ញុំ sale កន្លែងទី1ណាឥឡូវខ្ញុំ sale ម្ដងទៀតកន្លែងទី1ណាអូខេនេះបាទកន្លែងនេះគឺកន្លែងយើងសារ៉េហើយវាដាក់ infinite hell ammo ហ្នឹងអានេះបានន័យថាមានឈាមបាញ់អត់អស់គ្រាប់លុយច្រើនអញ្ចឹងទៅអានេះអត់សូវចេះដឹងដែរនេះ level 1នេះយើងចុចតែប៉ុណ្្នឹងទៅតាមខ្ញុំអញ្ចឹងទៅអានេះយើងអូសវាមកយើងអត់ respect មកសិនអូសវាមកទាញវាទៀតមកបាទ body fat យើងចង់បាន body fat អត់ body fat នេះខ្លួនធាត់អញ្ចឹងយកប៉ុណ្ណឹងបានណាហើយនេះប្រភេទយើងដាក់ professional weapon ដែរទៅបាទហើយនេះយើងចង់បានអីប្រភេទអីឥឡូវយើងយកអាឡានេះមួយទៅនេះណាហើយបន្តមកយើងត្រូវកន្លែងនេះយើងត្រូវជ្រើសរើសយកកន្លែង CJ House ណាបន្តមកយកពាក្យ sale
ពេលនោះវា sale ឲ្យយើងហើយអូខេតែប៉ុណ្្នឹងទេតោះមកយើងចូល game ម្ដងទៀតតោះមកប្រិយមិត្តអរគ្នាត្រូវអូសចូលកន្លែងstart game start game បន្ទាប់មកចូលកន្លែង load game ណាចូលកន្លែង load game ហើយបន្ទាប់មកយើងអាមិញទី1មែនអត់អញ្ចឹងអ្នកនរគ្នាក៏ចុចលើទី1មកនេះទី1យើងចុច yes មកនៅពេលនោះអាហ្នឹងវាចាប់ដើមនេះកន្លែងនេះវាដាក់ឲ្យយើងហើយបានតែយើងមានឥឡូវឃើញណានេះឃើញណានេះគឺជាកាភ្លើងរបស់យើងហើយលុយយើងឃើញលុយគឺច្រើនបែរអត់គ្រាប់ទេបាទចង់បាញ់ទៅហ្នឹងគឺរបៀបសេរីណាគឺមានតែប៉ុណ្្នឹងទេបាទហើយសង្ឃឹមអ្នកទាំងអស់គ្នានឹងចាំបើមិនចាំសារវីដេអូនឹងមើលម្ដងទៀតតែមើលឲ្យយល់បាទមុនដំបូងនេះគឺយើងត្រូវការរកផ្ទះទិញផ្ទះមកទៅយើងតបមកយើង sale ហើយយើងចំណាំថាយើង sale ជួលទីម៉ានទី1ទី2ទី3ហ្នឹងបន្ទាប់មកយើងចាប់ដើមបិទ game ទៅបើកនៅកម្មវិធីដែលយើងធ្វើការសេរីហ្នឹងយើងសេរីហើយយើងជ្រើសរើសយកការ sale ដែលយើងបាញ់មិញហ្នឹងយើង sale ទីប្រហែលយើងចុចលើ sale ហ្នឹងទៅបាទបន្ទាប់មកយើងសេរីហើយបន្ទាប់ពីយើងចូលមកវិញគឺយើងកុំចូល resume ហ្នឹងគឺលេងដដែលហ្នឹងកុំចូលយើងចូលទៅកន្លែង new game ហើយ load game ណាដែលខ្ញុំបានប្រាប់ហ្នឹងហើយគឺមានតែប៉ុណ្្នឹងទេសង្ឃឹមអ្នកទាំងអស់គ្នានឹងយល់អូខេហើយក៏មានតែប៉ុណ្្នឹងដែរបាទហើយសូមមេត្តាជួយ like subscribe ដោយ share បានច្រើនមកដើម្បីទទួលបាននៅវីដេអូថ្មីៗប្លែកៗពី channel Knowledge About Smartphone បាទថ្ងៃនេះក៏ដល់ពេលដែរបាទសូមគោរពជម្រាបលាផងដែរបាទហើយធ្វើឲ្យចលាចល